ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានធ្វើដំណើរមកដល់ក្រុងតាខ្មៅដែលស្ថិតនៅ DOS Cafe នៅលើផ្លូវ111ចង់ដឹងថាក្រោយពីគាត់បានប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះហើយផ្ដល់ភាពងាយស្រួលដល់គាត់បែបណាខ្លះតោះចូលទៅជួបជាមួយនឹងអ្នកគ្រប់គ្រងហាងនៅខាងក្នុងជាមួយខ្ញុំទាំងអស់គ្នាសួស្តីអូនសួស្តីបងអូនមានឈ្មោះអីដែរអូនឈ្មោះសេនីតបងអូសេនីតអូនធ្វើការនៅនឹងយូរនៅអូនយូរហើយបងអូនធ្វើការនៅនឹងតួនាទីអីដែរអូនអ្នកគ្រប់គ្រងបងដោយសារតែអូនជាអ្នកគ្រប់គ្រងបងអាចសួរបន្តិចបានទេតើតើនឹងអាជីវកម្មអូនឥឡូវមិនដែរអូនរលូនជាងមុនភ្ញៀវច្រើនអូខេដោយសារអូនប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះអញ្ចឹងបងចង់ដឹងបន្តិចបានទេក្រោយពីប្រើប្រាស់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះតើអូនមានភាពងាយស្រួលមិនខ្លះអញ្ចឹងណាអូនចាបងក្រោយពីផលចំបៃប៉ោះយើងងាយស្រួលមែនតើក្នុងការកត់ស្តុកណាដោយសារតែពីមុនយើងផលសភៅកត់អីធម្មតាវាញ៉ៃច្រើនវាអាចនឹងបាត់ស្តុកបាត់អីច្រើនអញ្ចឹងណាតែឥឡូវយើងផលបដូរមកផលចំបៃប៉ោះអញ្ចឹងទៅវាងាយស្រួលយើងគ្រាន់តែចុចមកប៉ក់វាចូលអូតូចូលក្នុងម៉ាស៊ីនយកហ្មងបងអូខេទី2បងពេលដែលភ្ញៀវគាត់មកកំងយើងអាចជិះវិក័យប័ត្រឲ្យគាត់ភ្លាមហ្មងបងអូខេទី3បងសម្រាប់ធ្វើប្រម៉ូសិនយើងពីមុនយើងត្រូវបោកដកគុណចាយអីច្រើនអញ្ចឹងវាញ៉ៃវាពិបាកអញ្ចឹងបងតែឥឡូវយើងគ្រាន់តែសេតនៅក្នុងម៉ាស៊ីនវាចេញមកអូតូងាយហ្មងបងវាងាយស្រួលខ្លាំងមែនតើចាមួយវិញទៀតបងសម្រាប់របាយការណ៍តកែគាត់មិនបាច់ចាំចុះមកមើលដល់កន្លែងតាមសាខាបងពួកឲ្យសាខាគាត់មានច្រើនណាស់អញ្ចឹងបងអញ្ចឹងទៅគាត់គ្រាន់តែមើលរបាយការណ៍តាមទូរស័ព្ទហ្នឹងគាត់ហើយហ្មងងាយហ្មងបងអូខេសេនីតអញ្ចឹងអូនបានរៀបរាប់មិញបងចង់ដឹងថាអូនយល់យ៉ាងណាដែរចំពោះប្រព័ន្ធគ្រប់គ្រងអាជីវកម្មចំបៃប៉ោះអូនហ្នឹងហើយបងតាំងពីប្រើប្រព័ន្ធគ្រប់គ្រងចំបៃប៉ោះមកវាងាយស្រួលដូចខ្ញុំហេប្រាប់បងពីលើមកអញ្ចឹងវាងាយស្រួលកត់ស្តុកវាងាយស្រួលមើលរបាយការណ៍អីផ្សេងទៅបងទៅវាងាយស្រួលវាល្អហ្មងហ៊ាននិយាយថាល្អហ្មងបងចានេះគឺជាសម្ដីពិតរបស់ខាងអ្នកគ្រប់គ្រងនៅខាង DOS Cafe ដែលមានទីតាំងនៅក្រុងតាខ្មៅផ្លូវលេខ111អញ្ចឹងបើសិនជាបងចង់មកញ៉ាំជាមួយនឹងកាហ្វេកុំភ្លេចហាង DOS Cafe មានកាហ្វេឆ្ងាញ់នៅនឹងហ្មងអញ្ចឹងខាងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា